ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូដែលបង្ហាញពីចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នមួយទៀតហើយចាចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នមួយផ្ទាំងនេះគឺនិយាយពីជីវិតរស់នៅរបស់ប្រជាជននៅផ្នែកខាងក្រោមគេបង្អស់មានការប្រកបមុខរបរផ្សេងជាច្រើនដែលបានឆ្លាក់នៅជាន់ក្រោមគេបង្អស់ហើយចំណែកជាន់លើគេបង្អស់គឺឆ្លាក់នៅព្រះមហាក្សត្រគឺព្រះបាទជ័យវរ្ម័នទី7បន្ទាប់មកនៅជាន់ក្រោមគេឆ្លាក់ពីការធ្វើសង្គ្រាមរវាងខ្មែរនិងពួកជ្វាឬចាមដែលសង្គ្រាមនេះគឺជាសង្គ្រាមដែលខ្មែរយើងវាយបកទៅលើកងទ័ពចាមហើយយើងអាចសម្គាល់កងទ័ពចាមបានដោយទី1យើងឃើញមានពាក់មួកដូចជាផ្កាឈូកផ្កាប់ទី2គឺមានក្រណាត់បិទចិត្តត្រចៀកមិនឃើញនោះទេចាហើយយើងអាចសម្គាល់បានមួយទៀតគឺទៅលើទូករបស់ពួកគេគឺនៅក្បាលទូកមិនមានរូបក្បាលនាគក្បាលគ្រុឌឬក្បាលហង្សទេចំណែកឯកងទ័ពខ្មែរយើងវិញយើងអាចសម្គាល់ដោយទូករបស់យើងមានក្បាលនាគក្បាលហង្សជាដើមហើយកងទ័ពរបស់ខ្មែរយើងគឺមានរូបរាងដូចជាមានភ្នែកធំត្រចៀកវែងច្រមុះវែងនិងមានសក់ខ្លីមុខមាត់ស្រទន់មានមន្តស្នេហ៍ហើយនៅលើចម្លាក់នេះដែរគឺបញ្ជាក់ពីសង្គ្រាមវាយបករបស់កងទ័ពខ្មែរយើងទៅលើពួកចាមបានធ្វើឲ្យកងទ័ពចាមស្លាប់អណ្ដែតពាសពេញផ្ទៃទន្លេតែម្ដងចាហើយចម្លាក់នៅផ្នែកខាងឆ្វេងគឺគេបង្ហាញពីការអបអរនៅជ័យជំនះរបស់ពួកយើងដែលបានវាយឈ្នះលើកងទ័ពចាមគឺមានជាការជិះទូកដង្ហែជាក្បួនចាមុខមាត់មើលទៅញញឹមប្រឹមប្រៃចាគ្រប់ទូកតែម្ដងអរគុណច្រើនពុកម៉ែបងប្អូនវីដេអូដែលបង្ហាញពីផ្ទាំងចាសង្គ្រាមវាយបករបស់ខ្មែរទៅលើចាមក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមជម្រាបលា